សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញអំពីការធ្វើភ្នែកមនុស្សពីតូចទៅធំបាទដូចនៅក្នុងវីដេអូនេះអញ្ចឹងជាដំបូងបងប្អូនត្រូវមានរូបភាពមួយមកបាទតមកអូសចូលនៅក្នុង Adobe Photoshop បន្ទាប់ពីចេញរូបបែបហ្នឹងហើយបងប្អូនចូល filter នេះមកបាទបន្ទាប់មកយកពាក្យនេះមកបាទបន្ទាប់ពីចេញបែបហ្នឹងហើយនេះបងប្អូនក្លេកមើលខាងនេះនេះតើតងនឹងទំហំភ្នែកទេបាទនេះភ្នែកខាងឆ្វេងបាទនេះបងប្អូនសេរីពង្រីកពង្រួមវាតាមនឹងមកបាទនេះខាងស្ដាំដូចគ្នាកន្លែងនេះទំហំភ្នែកពីលើទៅក្រោមបាទបងប្អូនអស់មើលតាមជាក់ស្ដែងមកតាមទំហំហើយនេះទៅឆ្វេងស្ដាំបាទឆ្វេងស្ដាំដូចគ្នានេះអំបិលបាទកន្លែងនេះទាញទៅខាងឬមួយក៏ទាញក្តោបបាននេះតើតើនឹងច្រមុះបាទបងប្អូនពង្រីកពង្រួមមកតាមរូបភាពរបស់បងប្អូនជាក់ស្ដែងបាទនេះតើតើនឹងការញញឹមឬមួយក៏មិនញញឹមស្រែនៅកន្លែងហ្នឹងបាទញញឹមរៀងខ្លាំងតិចប៉ុណ្ណេះមកស្អាតដែរបាទស្រែតាមជាក់ស្ដែងអ្វីដែលបងប្អូនចង់បានទេបាទនេះសក់ចកានេះដូចកន្លែងនេះបងប្អូនគៀមនឹងធំអីមុខរាងធំបងប្អូនអាចសេរីកន្លែងនេះមករាងតូចបានតាមជាក់ស្ដែងអញ្ចឹងឬមួយក៏បងប្អូនណាស្រឡាញ់មុខបែប V ស V អីដាក់ទៅត្រូវហ្មងបាទតែខ្ញុំស្រឡាញ់បែបធម្មតាទេបាទសេរីវាអញ្ចឹងមកបាទបន្ទាប់ពីហើយបងប្អូនចុចអូខេមកបាទបានកែតម្រង់មុខហើយអញ្ចឹងវីដេអូទាក់ទងនឹងធ្វើទំហំភ្នែកឲ្យធំឲ្យតូចឬមួយក៏ផ្ទៃមុខទាំងមូលគឺបានបញ្ចប់ដំណឹងបងប្អូនមានចម្ងល់អីសូមខមមិននៅក្នុងវីដេអូហើយសូមជួយចុច like Subscribe Channel របស់ខ្ញុំផងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ